ប្រវត្តិទុកងសារាយផ្កាយព្រឹកទុកងព្រះនាមសារាយផ្កាយព្រឹកគឺជាទុកងដែលមានអាយុកាលដ៏ចំណាស់មួយនៅក្នុងប្រទេសកម្ពុជាកិត្តិនាមរបស់ទុកងព្រះនាមសារាយផ្កាយព្រឹកតែងមានភាពល្បីល្បាញគ្រប់ចំនួនដោយតាមរយៈល្បឿនដ៏លឿនលយក្នុងការប្រកួតនានានាពេលកន្លងមកបច្ចុប្បន្ននេះទុកងព្រះនាមសារាយផ្កាយព្រឹកបានបន្តចំនួនរហូតដល់សពថ្ងៃនេះនិងបានចូលរួមប្រកួតមិនថាថ្នាក់ខេត្តឬក៏ថ្នាក់ជាតិនោះទេគឺតែងតែមានវត្តមានជានិច្ចក្នុងការចូលរួមថែរក្សាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរតើទុកងនេះមានប្រវត្តិបែបណាសូមរីករាយទស្សនាដូចតទៅជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានស្វាគមន៍ការវិលត្រឡប់អំពីការនិទាននៅប្រវត្តិទុកងរដូវកាលទី2ជួបជាមួយខ្ញុំបាទ Edwin Claret បងប្អូនកុំភ្លេចជួយចុច follow ដើម្បីទទួលបាននូវប្រវត្តិទុកងថ្មីៗដែលខ្ញុំនឹងស្រាវជ្រាវធ្វើជូនពុកម៉ែបងប្អូនបន្តទៀតទុកងព្រះនាមសារាយផ្កាយព្រឹកគឺជាទុកងដែលស្ថិតនៅវត្តប្រាសាទបតីហៅវត្តត្បូងឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាមការដាំឡើយទុកងនេះបានកកើតឡើងនៅក្នុងឆ្នាំ1831ដោយការទិញទូកមួយគ្រឿងសម្រាប់ធ្វើដំណើរនារដូវវស្សាក្រោមការផ្ដួចផ្ដើមរបស់ព្រះគ្រូចៅអធិការក្នុងគោលបំណងដើម្បីបិណ្ឌបាតនិងជាមធ្យោបាយទៅមើលជំងឺជូនអ្នកស្រុកភូមិផងដែរការចំណន់នោះព្រះគ្រូចៅអធិការមានសមត្ថភាពក្នុងការផ្សំថ្នាំបុរាណខ្មែរដើម្បីមើលជំងឺជូនអ្នកស្រុកភូមិទូកនេះមិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះនោះទេដោយយល់ឃើញពីព្រះចៅអធិការវត្តប្រាសាទវតីទូកនេះមានល្បឿនលឿនមិនធម្មតាទើបព្រះគ្រូចៅអធិការសម្រេចឲ្យកែសម្រួលទូកនេះដើម្បីយកទូកនេះទៅចូលរួមប្រណាំងនៃពិធីបុណ្យផ្សេងៗក្រោយពីជួសជុលទូកនេះរួចទូកនេះមានប្រវែង18ម៉ែត្រនិងដាក់ចំណុះបាន33នាក់ហើយព្រះគ្រូចៅអធិការក៏បានប្រសិទ្ធនាមទូកនេះថាសារាយផ្កាយព្រឹកចាប់តាំងពីពេលនោះមករហូតមកដល់បច្ចុប្បន្នទូកព្រះនាមសារាយផ្កាយព្រឹកបានសាងភាពល្បីល្បាញនៅក្នុងឆ្នាំ1951ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការបន្ទាប់ព្រះនាមហែលតុងហើយក៏ទទួលបានការសពព្រះរាជហឫទ័យពីព្រះអង្គម្ចាស់សង្ឃដេតព្រះអង្គបានឲ្យគេសាងសង់រោងទូកសម្រាប់តម្កល់ទូកព្រះនាមសារាយផ្កាយព្រឹកផងដែរហើយទូកសារាយផ្កាយព្រឹកចំនួនទី1បានចូលនិវត្តន៍នៅក្នុងឆ្នាំ1997ចូលមកដល់ឆ្នាំ1999វត្តប្រាសាទបតីបានទទួលនូវទូកថ្មីមួយគ្រឿងក្រោមការឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិតម៉ៅភិរុននិងលោកជំទាវខុលស៊ីថាព្រមទាំងបុត្រទូកនេះមានប្រវែងជាង20ម៉ែត្រដាក់ចម្រុះបាន63នាក់ជាស្នាដៃរបស់ជាងផែនក្រោយពីសាងសង់ទូកនេះរួចទូកនេះបានប្រគិនជូនព្រះចៅអធិការវត្តប្រាសាទបតីនិងបានដឹកយកមកដល់វត្តនៅថ្ងៃប្រហ័សទី26ខែសីហាឆ្នាំ1999ហើយទូកនេះក៏នៅតែថែរក្សាព្រះនាមសារាយផ្កាយព្រឹកដដែលចូលមកដល់ឆ្នាំ2006ទូកព្រះនាមសារាយផ្កាយព្រឹកចំនួនទី2នេះក៏ត្រូវបានសម្រេចជួសជុលឡើងវិញដើម្បីបន្ថែមខ្ទង់និងដាក់ចំណុះឲ្យបានច្រើនជាងមុនក្រោយជួសជុលរួចទូកនេះមានប្រវែង29ម៉ែត្រ8ទឹកដាក់ចំណុះបានពី67ទៅ69នាក់ជាស្នាដៃរបស់ជាងជោចខេត្តកំពង់ធំរហូតចូលមកដល់ឆ្នាំ2023ដោយការមើលឃើញថាទូកនេះមានសភាពចាស់ទ្រុឌទ្រោមទៅហើយសមាជិកគណៈកម្មការទូកសារាយផ្កាយព្រឹកបានសម្រេចឲ្យទូកនេះចូលនិវត្តន៍នៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2023ចូលមកដល់ឆ្នាំ2024ទូកព្រះនាមសារាយផ្កាយព្រឹកក៏ត្រូវបានគណៈកម្មការទូកព្រះគ្រូចៅអធិការនិងអ្នកស្រុកភូមិបានមូលមតិគ្នាក្នុងការប្រមូលថវិកាដើម្បីកសាងទូកថ្មីមួយគ្រឿងទៀតទូកព្រះនាមសារាយផ្កាយព្រឹកបានលេចរូបរាងសារជាថ្មីក្នុងការកសាងទូកនេះសម្រាប់ចូលរួមពិធីប្រណាំងទូកបន្តទៀតក៏ដូចជាថែរក្សាឈ្មោះទូកសារាយផ្កាយព្រឹកផងដែរទូកសារាយផ្កាយព្រឹកចំនួនទី3គឺជាទូកដែលបង្កើតឡើងក្រោមការផ្ដួចផ្ដើមដោយព្រះគ្រូចៅអធិការព្រះនាមហៀងលឹមសៀងនិងគណៈកម្មការវត្តលោកផុតនោមនិងមានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីព្រះគ្រូព្រះចៅអធិការស្ដីទីនិងក្រុមការងារសារាយផ្កាយព្រឹកហើយក៏មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋរហូតដល់កកើតជាសមិទ្ធផលទូកនេះឡើងទូកនេះមានប្រវែង 34.5 ម៉ែត្រដាក់ចំណុះបាន75នាក់ជាស្នាដៃរបស់ជាងជោយហើយទូកនេះគឺជាទូកសារាយផ្កាយព្រឹកចំនួនទី3ដែលបានបញ្ចប់ការកសាងរួចរាល់នៅក្នុងថ្ងៃទី11ខែឧសភាឆ្នាំ2025ហើយនៅថ្ងៃទី30ខែឧសភាឆ្នាំ2025ទូកព្រះនាមសារាយផ្កាយព្រឹកថ្មីបានដង្ហែចូលមកដល់វត្តប្រាសាទបតីក្រោមការដង្ហែហែហោមពីបងប្អូនមហាជនយ៉ាងច្រើនកកទូកព្រះនាមសារាយផ្កាយព្រឹកគឺជាទូកដែលមានអាយុកាលច្រើនវស្សាណាស់ទៅហើយប៉ុន្តែនៅតែថែរក្សានៅរូបរាងសភាពមើលទៅនៅតែស្រស់ស្អាតដដែលដោយការយកចិត្តទុកដាក់ពីការថែរក្សារបស់គណៈកម្មការទូកផងដែរហើយនៅក្នុងឆ្នាំ2025នេះទូកព្រះនាមសារាយផ្កាយព្រឹកក៏ចាប់ផ្ដើមទទួលបាននូវសមាជិកថ្មីបងប្អូនរងចាំមើលថាតើទូកព្រះនាមសារាយផ្កាយព្រឹកថ្មីនេះនឹងបង្ហាញខ្លួនបានល្អយ៉ាងណានោះសូមបងប្អូនរងចាំទស្សនាទាំងអស់គ្នា
សូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ប្រសិនបើជាមានពាក្យពេចន៍លើសលួសខ្វះខាតដោយប្រការណាមួយក៏សូមអធិស្ឋានដល់ខ្ញុំបាទផងជួបជាមួយខ្ញុំបាទ Edwin Claret នៅវីដេអូបន្តទៀតសូមអរព្រគុណសូមអរគុណសូមជម្រាបលា